ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំកំពុងតែពិចារណាក្នុងការបិទស្ថានទូតមួយចំនួនដើម្បីសន្សំសំចៃថវិកាជូនរដ្ឋលោកដូណាល់ត្រាំបានស្នើឲ្យបិទស្ថានទូតមួយចំនួននិងកុងស៊ុលជាង30កន្លែងដែលមានវត្តមាននៅតំបន់អាហ្វ្រិកអឺរ៉ុបនិងតំបន់អាស៊ីផងដែរប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំកំពុងតែស្នើឲ្យមានការបិទស្ថានទូតមួយចំនួននៅតំបន់អាហ្វ្រិកដែលជាស្ថានទូតមិនចាំបាច់គឺដើម្បីកាត់បន្ថយចំណាយថវិកាជូនរដ្ឋក្នុងគម្រោងឆ្នាំ2026ខាងមុខនេះយោងតាមការផ្សព្វផ្សាយរបស់អាមេរិកស្ថានទូតដែលកំណត់ត្រូវបិទនោះរួមមានប្រទេសអេរីត្រៀលុចសេប៊ូស៊ូតង់ខាងត្បូងម៉ាល់តាសាធារណរដ្ឋអាហ្វ្រិកកណ្ដាលឡាំបៀលេសូតូនិងសាធារណរដ្ឋកុងហ្គោហើយស្ថានកុងស៊ុលនៅទីក្រុងអ៊ីឌីវ៉ក៏មាននៅក្នុងបញ្ជីនោះដែរដោយមានផែនការសម្រាប់ការបង្រួបបង្រួមទៅមុខងារឬក៏ទៅស្ថានទូតនៅក្បែរនោះលោកត្រាំបានលើកឡើងថាការបិទស្ថានទូតនិងកុងស៊ុលមួយចំនួនហ្នឹងគឺដោយសារតែបន្ទុកជាមួយនឹងកុងស៊ុលថ្លៃប្រតិបត្តិការលក្ខខណ្ឌបរិក្ខារព្រមទាំងសុវត្ថិភាពផងដែរដូច្នេះហើយបានលោកសម្រេចចិត្តក្នុងការបិទជាមួយនឹងកុងស៊ុលនិងស្ថានទូតមួយចំនួនដើម្បីច្របាច់ចូលគ្នាជាមួយនឹងប្រទេសជិតខាងដើម្បីកាត់បន្ថយចំណាយជូនរដ្ឋផងដែរអ្នករិះគន់មួយចំនួនបានសម្ដែងការព្រួយបារម្ភសម្រាប់ការកាត់បន្ថយការទូតរបស់អាមេរិកគឺជាការកាត់បន្ថយឥទ្ធិពលរបស់អាមេរិកនៅបរទេសផងដែរនោះហើយជាពិសេសគឺនៅតំបន់មហាអំណាចផ្សេងទៀតដែលគេកំពុងតែពង្រីកវត្តមានរបស់ពួកគេនោះសំណើរបស់លោកដូណាល់ត្រាំក្នុងការបិទស្ថានទូតនិងកុងស៊ុលមួយចំនួនគឺស្ថិតនៅក្រោមការត្រួតពិនិត្យនិងទាមទារការយល់ព្រមពីសភាផងដែរខណៈពេលឥឡូវនេះហើយការបិទនេះគឺជំរុញឲ្យមានការជជែកដេញដោលរវាងផលប៉ះពាល់របស់អាមេរិកជាមួយនឹងបណ្ដាប្រទេសផ្សេងៗទៀតនោះហើយខណៈពេលឥឡូវខ្ញុំអត់ទាន់ដឹងថានៅតំបន់អាស៊ីយើងគឺមានប្រទេសណាខ្លះទេប៉ុន្តែនេះគឺខ្ញុំបាននិយាយជាមួយនឹងទ្វីបអាហ្វ្រិកហើយបើសិនជាមានព័ត៌មានអីអាប់ដេតបន្ថែមទៀតខ្ញុំនឹងជម្រាបជូននៅក្នុងវីដេអូក្រោយហើយអញ្ចឹងបងប្អូនកុំភ្លេចជួយ like ជួយ share និងជួយ subscribe ក្នុង channel YouTube របស់ខ្ញុំមួយផងអរគុណច្រើនជម្រាបលាបាយបាយ